រឿងខ្មោចម្ដាយយំស្ដាយស្រណោះកូនកាលពេលយំលាស់មកហើយនៅក្នុងឆ្នាំ1994មានស្ត្រីម្នាក់ឈ្មោះថានាគាត់បានស្លាប់នៅក្នុងឆ្នាំនោះដែរដោយគាត់ស្លាប់នៅអាយុ35ឆ្នាំហើយគាត់បានបន្សល់ទុកកូន6នាក់នៅក្នុងនោះកូនប្រុស3កូនស្រី3ហើយនេះគឺជារឿងពិតរបស់គាត់នៅក្នុងភូមិរបស់ខ្ញុំហើយរឿងនេះអានចែកជូនដល់អ្នកស្ដាប់ដើម្បីជាកតិពិចារណានិងដើម្បីអប់រំព្រោះអីជាសាច់រឿងពិតដែលអ្នកមីនីគាត់បានស្លាប់ហើយនៅក្នុងនោះសោតនៅក្នុងយប់ដែលគាត់ស្លាប់នោះគឺកូននិងអាចារ្យរបស់គាត់ឃើញខ្មោចម្ដាយគាត់មកយំនៅលើសសរផ្ទះយកដៃស្ទាបអង្អែលនៅមុខគាត់មានរឿងដំណាលថាអ្នកមីនីគាត់មានប្តីរបស់គាត់ឈ្មោះឋានៈគាត់បានរៀបការមានសុភមង្គលជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំជាច្រើនខែឆ្នាំបានបង្កើតកូន6នាក់នៅក្នុងនោះប្រុស3ស្រី3គាត់បានរៀបការជាមួយគ្នានិងបង្កើតនៅគ្រួសារយ៉ាងសប្បាយរីករាយជាមួយទៅនឹងកូនទោះបីពេលនោះសោតគាត់ពុំមានប្រាក់កាសផ្ទះគាត់មិនសូវធំទ្រនំមិនសូវខ្ពស់ប៉ុន្តែគាត់មានសុភមង្គលជាមួយទៅនឹងប្រពន្ធជាមួយទៅនឹងប្តីជាមួយទៅនឹងកូនរបស់គាត់យ៉ាងក្រៃលែងប៉ុន្តែសុភមង្គលនោះមិនបានជាយូរអង្វែងឡើយមិនបានជាអនេកមិនបានជានិរន្តរ៍ឡើយដោយសារតែប្តីរបស់គាត់លួចលាក់មានសហាយគាត់ដឹងថាប្តីគាត់មានសហាយគាត់ឈឺចាប់ខ្លាំងណាស់ទុកជាស្ត្រីទុកទម្ងន់របស់ស្ត្រីមិនមែនមកខែមិនមែនពោពោះកូនទេទុករបស់ស្ត្រីគឺទុកប្តីលួចមានសហាយពុំនោះសោតទៀតនៅពេលថ្ងៃមួយនៅពេលដែលគាត់ឈឺមុននឹងគាត់ស្លាប់គាត់ចុះមកខាងក្រោមផ្ទះនៅពេលយប់កូនរបស់គាត់ទាំង6នាក់នោះគឺនៅតូចពុំសូវដឹងក្តីឡើយនៅពេលដែលកូនធំខ្លះក៏បានទៅធ្វើការផ្សេងនិងកូនតូច4នាក់ទៀតដែលនៅផ្ទះជាមួយនឹងគាត់ស្រាប់តែយប់មួយនោះគាត់កំពុងឈឺក្អួតឈាមផងឈឺជាទម្ងន់ផងគាត់ឡើងទៅលើផ្ទះវិញស្រាប់តែឃើញនៅប្តីរបស់គាត់និងសហាយស្រីរបស់គាត់ដែលឈ្មោះអូបានរំរាក់មេត្រីនឹងគ្នាពពាក់ពពូនគ្នាយ៉ាងសប្បាយរីករាយអ្នកមីនីគាត់ឃើញដូច្នោះគាត់ឈឺចាប់ខ្លោចផ្សាជាពន់ពេកគាត់មិនអាចថាឲ្យនៅប្តីរបស់គាត់មិនអាចនិយាយប្រាប់គេអំពីទុក្ខសោករបស់គាត់បានឡើយស្ត្រីរូបណាប្រពន្ធរូបណានៅពេលដែលឃើញប្តីរបស់ខ្លួនប្រព្រឹត្តបែបនេះទាំងដែលខ្លួនកំពុងឈឺផងនោះស្រាប់តែធ្វើឲ្យគាត់ក្អួតឈាមជាខ្លាំងហៀតាមាត់ចិត្តស្អិតទ្រូងធ្វើឲ្យគាត់កាន់តែឈឺខ្លាំងឡើងស្ទើរទ្រាំមិនបានដោយសារតែឃើញប្តីរបស់គាត់ជាមួយនឹងសហាយកំពុងតែរួមមេត្រីជាមួយគ្នាហើយប្តីរបស់គាត់នោះមិនគិតអំពីប្រពន្ធឡើយ
មិនគិតថាប្រពន្ធរបស់គាត់ឈឺចាប់ឲ្យតែគាត់សប្បាយឲ្យតែគាត់បានជួបជាមួយនឹងស្រីស្នេហ៍ឲ្យតែគាត់បានរំរាក់ជាមួយទៅនឹងសហាយរបស់គាត់គឺគាត់មិនគិតប្រពន្ធកូនឡើយហើយគាត់តែងតែធ្វើជាញយជាញឹកញាប់មិនខ្វល់ថាប្រពន្ធគាត់កំពុងឈឺហើយអ្នកមីងនាគាត់បានឈឺចាប់ស្អិតទ្រង់ខ្លាំងណាស់គាត់មិនហ៊ានថាឲ្យប្តីព្រោះអីគាត់ក៏ស្រឡាញ់ប្តីណាមួយអាណិតដល់កូនកូនរបស់គាត់ក៏មិនទាន់ធំមិនទាន់ដឹងក្តីមិនទាន់ដឹងនៅសភាពការថាឪពុករបស់ខ្លួនកំពុងលួចមានសហាយកំពុងរូបរាក់មេត្រីដោយឲ្យអ្នកមីងនាឃើញសោះឡើយមិនយូរមិនឆាប់អ្នកមីងនាក៏បានធ្វើមរណកាលស្លាប់ចោលកូនកំសត់ទាំងអស់គ្នាដោយសារតែជំងឺឈឺចិត្តជំងឺអ្វីមិនថាជំងឺគ្រុនឈាមមិនថាជំងឺគ្រុនចាញ់ក៏មិនអាចឈ្នះនៅជំងឺផ្លូវចិត្តឡើយមនុស្សណាក៏ដោយដែលបានឈឺចាប់នៅជំងឺនោះគឺនឹងពិបាករស់រានមានជីវិតខ្លាំងណាស់ដោយសារតែជាជំងឺផ្លូវចិត្តស្អិតទ្រូងឈឺក្នុងចិត្តបានត្រឹមតែយំសោកក៏គាត់បានដាច់ខ្យល់ស្លាប់ទៅប៉ុន្តែសោតមុននឹងគាត់ដាច់ខ្យល់ស្លាប់គាត់បានស្រែកហៅដល់កូនរបស់គាត់យំសោកមុននឹងគាត់ស្លាប់ទឹកថ្មេកហូររហាមនៅពេលនោះសោតក៏មានគោរន្ទះបាញ់ភ្លៀងដែលធ្លាក់មកលើផ្ទះរបស់គាត់ដែលផ្ទះប្រោកដោយប៉ាំងអាស័យសំឡេងភ្លៀងហូរជាមួយនឹងទឹកថ្មេករបស់អ្នកមីងនាធ្វើឲ្យយំធ្លាក់ជោកនៅភួយជោកនៅខ្នើយក៏ដាច់ខ្យល់ស្លាប់ទៅកូនរបស់គាត់យំសោកកូនប្រុសកូនស្រីអោបគ្នាយំស្ដាយស្រណោះម្ដាយរបស់គាត់ដែលបានស្លាប់ទៅប៉ុន្តែប្តីរបស់គាត់មិនបានយំស្ដាយក្រោយឡើយជាមួយនឹងសហាយរបស់គាត់ក៏ត្រេកអរនៅពេលដែលប្រពន្ធរបស់សហាយដែលឈ្មោះមីងនានឹងគាត់បានស្លាប់សហាយបានសើចសប្បាយបើទៅតាមជំនឿរបស់ចាស់បុរាណដែលរកគ្រូខ្មែរថាសហាយដែលឈ្មោះអូនឹងបានទៅរកគ្រូខ្មែរអាគមល្ងិតដើម្បីចងនៅអាគមចងនៅមនុស្សខែឆ្នាំរបស់អ្នកមីងនាធ្វើឲ្យគាត់ឈឺធ្វើឲ្យគាត់ឈឺចាប់ក្អួតឈាមជារៀងរាល់ថ្ងៃមិនអាចរស់បានឲ្យបានគាត់ស្លាប់គាត់រហ័សងាប់និងគាត់អានយកប្តីអ្នកមីងនាដោយស្របច្បាប់យកនៅទ្រព្យសម្បត្តិអ្នកមីងនាដោយស្របច្បាប់គាត់បានទៅរករហូតដល់អ្នកមីងនាមិនអាចទ្រទ្រង់បានក៏ស្លាប់ទៅក៏បងប្អូនញាតិមិត្តកូនធ្វើបន់តាមប្រពៃណីមានរៀបចំក្តាមមឈូសនឹងសោតទៀតក៏ជាក្តាមមឈូសឈើពុកយកមកដាក់សពរបស់អ្នកមីងនាមានការនិមន្តប្រសង់ចម្រើននៅព្រះបរិត្តបានសកលសម្ដែងនៅពធទេសនាដើម្បីឧទ្ទិសបុណ្យកុសលជូនទៅដល់ខ្មោចអ្នកមីងនានោះអស់រយៈពេល1ថ្ងៃ1យប់រហូតដល់ព្រឹកឡើងកូនរបស់គាត់បានជូនដំណើរគាត់ទៅកាន់ផ្ទះដ៏ថ្មីដែលកប់នៅគិនភូមិនោះឯងរហូតដល់យប់ឡើងកូននឹងញាតិមិត្តអញ្ជើញលោកយាយលោកតាដែលជាប្រពៃណីរបស់ខ្មែរដើម្បីសូត្រធម៌ចម្រើននៅព្រះបរិត្តសូត្រធម៌ចម្រើននៅពុទ្ធិគុណដើម្បីឧទ្ទិសបុណ្យកុសលទៅឲ្យអ្នកដែលស្លាប់ដើម្បីចែកបុណ្យកុសលទៅឲ្យអ្នកមីងនាមួយអន្លើកទៀតសោតដើម្បីកុំឲ្យកូនខ្លាចនៅខ្មោចរបស់ម្ដាយរបស់គាត់រៀងខ្លួន
ប៉ុន្តែរាត្រីដោយយប់ស្ងាត់ត្រជុំសំឡេងសត្វក៏ស្រែកខ្លែងស្រាក់ក៏យំនៅលើដំបូលផ្ទះរបស់គាត់កូនតូចរបស់គាត់ក៏ដេកលំលក់អស់រលីងទៅប៉ុន្តែកូនប្រុសស្រីពីរនាក់ដែលធំគឺមិនទាន់សូវគេងលក់យប់នោះហើយរាត្រីនោះហើយពេលត្រជាក់នោះហើយអ្នកមីងនាដែលជាសពរបស់កូនប្រុសស្រីទាំង6នាក់នោះក៏បានមករកមើលកូនដោយសារតែមុននឹងគាត់ដាច់ខ្យល់ស្លាប់គាត់បានយំសោកអាណិតដល់កូននឹកថាអើកូនអើយកូននៅពេលដែលម្ដាយស្លាប់ទៅចោលនោះតើឪពុករបស់ឯងតើសហាយរបស់ឪពុករបស់ឯងនឹងធ្វើបាបឯងជាយ៉ាងណាតើនឹងធ្វើបាបកូនជាយ៉ាងណាយប់នោះហើយដែលគាត់ឈរលើឬអង្គុយលើឈុតផ្ទះរាងរបស់គាត់លក្ខណៈរបស់គាត់មុខរបស់គាត់គឺពោពេញទៅដោយឈាមថ្មីធំហើយពាក់សុតឆអង្គុយលើឈុតផ្ទះលោកដៃមកយ៉ាងវែងមកល្អែលមុខកូនទាំងអស់គ្នាហើយយំសោកឮតែងឺនៅសំឡេងយំនៅក្នុងឱកាសនោះទៀតសោតកូនរបស់គាត់ដែលជាកូនបងកូនប្រុសដាក់ថ្មីទៅក៏ឃើញម្ដាយរបស់គាត់យំគាត់ក៏ស្រែកព្រោះដែលខ្លាចនៅសពរបស់ម្ដាយគាត់ដែលឃើញម្ដាយរបស់គាត់លោកដៃមកល្អែលនៅមុខកូនដូច្នោះប៉ុន្តែគាត់បានតែស្រែកប្រាប់មិនហ៊ានឆោឡៅឡើយព្រោះអីកូនធំដឹងក្តីនឹកដល់ម្ដាយតែចិត្តមួយនឹកម្ដាយចិត្តមួយខ្លោចចិត្តមួយភ័យខ្លាចនៅសាកសពរបស់ម្ដាយដែលអង្គុយលើឈូនរូបរាងកាយពោពេញទៅដោយឈាមដូច្នោះហើយរឿងនេះសោតទៀតក៏ជារឿងពិតហើយកូនចៅក៏បានធ្វើបុណ្យឧទ្ទិសរបស់គាត់ហើយប្រាប់គាត់ថាម្ដាយអើយកុំស្ដាយស្រណោះកូនអីកុំយំសោកអីកូនប្រុសស្រីទាំងឡាយនឹងស្រឡាញ់គ្នានឹងមើលថែគ្នាទៅវិញទៅមកម្ដាយកុំបរំសូមម្ដាយទៅកាន់សុគតិភពទៅកើតនៅទីកន្លែងដ៏សមគួរផងចុះរឿងនេះសោតក៏សូមបញ្ចប់តែប៉ុណ្ណេះតែរឿងនេះគឺជារឿងពិតនៅក្នុងភូមិរបស់ខ្ញុំមិនមែនជារឿងនិទានដែលប្រឌិតឡើយដើម្បីឲ្យអ្នកស្ដាប់ដើម្បីពិចារណាការប្តីមានសហាយប្រពន្ធឈឺចាប់ទៅតាមធម៌ព្រះនៅក្នុងសិលទី2គឺមិនលួចមិនយកប្រពន្ធអ្នកដទៃនាំឲ្យបាបប្រកាន់ខ្លាំងណាស់ចំណែកនាពេលដែលគាត់អ្នកមីងនាគាត់បានស្លាប់ទៅសោតមិនយូរប៉ុន្មានខែឡើយប្តីរបស់គាត់និងសហាយរបស់គាត់ឈ្មោះអូបានរៀបការជាមួយនឹងគ្នាម្ដងទៀតដោយមិនខ្មាស់អ្នកស្រុកដោយមិនខ្មាស់កូនដោយមិនខ្វល់ខ្វាយអំពីប្រពន្ធរបស់កូនគាត់ឡើយគាត់បានរៀបការយ៉ាងសប្បាយរីករាយប៉ុន្តែបាបកម្មមានពិតអំពើដែលយើងធ្វើយើងអាចភ្លេចបានតែបាបកម្មដែលយើងប្រព្រឹត្តមិនអាចគេចផុតបានឡើយប្តីប្រពន្ធទាំងពីរនាក់នោះរៀបការរួចក៏មិនមានកូនអ្វីឡើយហើយរោគស៊ីក៏មិនមានជំពាក់គេជំពាក់ឯងជុំវិញទឹះរោគស៊ីក្តៅក្រហាយមិនសូវមានសុភមង្គលឆ្លោះគ្នាជេរគ្នាជារៀងរហូតចំណែកកូនក៏បែកគ្នាមានគ្រួសាររៀងខ្លួនគេមិននឹកដល់បុរសស្ត្រីប្តីប្រពន្ធពីរនាក់នោះឡើយនេះគឺជាបាបកម្មដែលពួកគាត់
ខំប្រឹងឬប្រព្រឹត្តដាក់អ្នកមីនីខ្លោចចិត្តរឿងទឹកថ្មេកម្ដាយស្រុកនឹកកូនសិនល្មត់ថាបញ្ចប់តែប៉ុណ្ណេះ